ជាទូទៅក្មេងតូចៗនៅក្រោមអាយុ3ខែគឺតែងតែតម្រូវឲ្យដាស់ឲ្យគាត់មុំរាល់2ទៅ3ម៉ោងម្ដងមិនថាការបំបៅដោះគោដោយទឹកដោះម្ដាយសុទ្ធឬក៏បំបៅដោះគោឬក៏បើលាយទេការដាក់ឲ្យមុំនៅក្រោមអាយុ3ខែនេះ2ទៅ3ម៉ោងម្ដងគឺឲ្យកូនឡើងគីឡូល្អប៉ុន្តែក៏វាមានលក្ខខណ្ឌមួយចំនួនដែរដែលយើងអាចនឹងមិនចាំបាច់ដាក់ឲ្យកូនមុំទេនៅពេលយប់ដោយសារតែលក្ខខណ្ឌខ្លះគឺក្មេងហ្នឹងគឺគាត់ទោះបីគាត់នៅក្រោម3ខែក៏ដោយប៉ុន្តែគីឡូគាត់ជាគីឡូស្តង់ដាទម្ងន់គាត់គឺទម្ងន់ស្តង់ដាមិនមានការស្គមស្គាំងទៅស្ទើរគីឡូហើយបញ្ហាមួយទៀតគឺតកតងនឹងសុខភាពចាំកាយរបស់កូនមានសុខភាពល្អធម្មតាមិនមានការបង្ករោគឬក៏មានជឿកាត់អីធ្ងន់ធ្ងរអញ្ចឹងក្នុងករណីហ្នឹងគឺពេលយប់ក៏មិនចាំបាច់ត្រូវដាក់ឲ្យកូនមុំដែរតែគឺយើងអាចធ្វើបាននៅពេលកូនធំបន្តិចចាប់ពីអាយុអាចនឹង2ខែចន្លោះពី2ទៅ3ខែហ្នឹងបើសិនជាកូនគេងយប់ស្កប់ស្កល់ហើយយើងមិនចាំបាច់ដាក់ឲ្យគាត់មុំទេអញ្ចឹងឆ្លើយតបជាមួយនឹងសំណួររបស់ម៉ាក់ខាងលើនេះដែលសួរទៅលើកូនគាត់ដែលមានអាយុ2ខែកន្លះហើយមានទម្ងន់5គីឡូ3ខាំម៉ោង10យប់គឺកូនមុំហើយបន្ទាប់មកដល់ម៉ោង5ភ្លឺតាមគាត់ងើបមកមុំទៀតអញ្ចឹងតើគួរតែដាក់គាត់មុំនៅពាក់កណ្ដាលទៀតនឹងដែរឬទេបើសិនជា2ទៅ3ម៉ោងមុំម្ដងមានន័យថាត្រូវតែដាក់គាត់នៅម៉ោង12ឬក៏ម៉ោង1ភ្លឺអញ្ចឹងយើងមើលទៅលើលក្ខខណ្ឌដែលខ្ញុំរៀបរាប់ខាងមុខនេះមកក្រៅពីអាយុរបស់កូនគឺតកតងនឹងទម្ងន់បើសិនជាទម្ងន់ហ្នឹងរបស់កូនហ្នឹងគឺជាទម្ងន់ស្តង់ដាអញ្ចឹងកូនយើងដែល2ខែកន្លះហើយបាន5គីឡូ3ខាំនេះគឺជាទម្ងន់ដែលស្តង់ដាអត់ស្គមទេណាអញ្ចឹងគឺជាទម្ងន់ដែលស្តង់ដាមិនថាកូនប្រុសឬកូនស្រីទេក្រៅពីនេះគឺតកតងនឹងសុខភាពបើសិនជាសុខភាពកូនយើងល្អអត់មានឈឺស្កាត់អីទេអញ្ចឹងការគេងពីម៉ោង10យប់ដល់ម៉ោង5ភ្លឺនេះក៏យើងមិនចាំបាច់ដាក់កូនមុំនៅចន្លោះម៉ោងហ្នឹងដែរមានន័យថាពាក់កណ្ដាលត្រៀតមិនថាម្ដាយឪពុកមនុស្សធំយើងក៏មួយគេងខ្លាំងដែរក្មេងក៏ដូចគ្នាគឺគាត់ត្រូវការគេងដូចគ្នាអញ្ចឹងបើសិនជាទម្ងន់គាត់ស្តង់ដាសុខភាពគាត់ល្អក៏មិនចាំបាច់ទៅដាក់គាត់ឲ្យមុំពេលយប់ដែរលើកលែងតែកូនហ្នឹងគាត់ស្ទើរគីឡូឬក៏បញ្ហាសុខភាពគាត់មានបញ្ហាសុខភាពថប់ដាសាយរបៀបដងសួតរបៀបសួតជំងឺធ្ងន់ធ្ងរប្រចាំកាយមានជំងឺបេះដូងមានជំងឺសួតអីប្រចាំកាយមកហ្នឹងហើយគាត់ត្រូវការញ៉ាំថ្នាំអញ្ចឹងគាត់ញ៉ាំថ្នាំពេទ្យមួយចំនួនគឺអាចធ្វើឲ្យក្មេងហ្នឹងមកមួយគេងអញ្ចឹងការគេងយប់ពេលខ្លះគេងឃ្លានក៏ងើបមកមុំអត់កើតដែរហើយមនុស្សធំយើងអញ្ចឹងពេលដាសាយញ៉ាំថ្នាំទៅអាចនឹងមានអារម្មណ៍ថាមួយគេងអញ្ចឹងជួនកាលគេងភ្លេចញ៉ាំថ្នាំភ្លេចញ៉ាំបាយហើយភ្លេចញ៉ាំទឹកទៀតអញ្ចឹងអាការៈបែបហ្នឹងគឺយើងត្រូវតែដាក់កូនយើងឲ្យមុំហ្នឹងណាឲ្យងើបឡើងមុំអញ្ចឹងគឺយើងមើលទៅលើលក្ខខណ្ឌទាំងនេះបើសិនជាកូនយើងសុខភាពល្អគីឡូល្អធម្មតាអត់មានជំងឺអីប្រចាំកាយពេលយប់ឡើងឲ្យគ្នាគេងទៅមិនបាច់ចាំដាក់គ្នាមុំទេតែការណែនាំឲ្យមុំឲ្យបានញឹកញាប់ឲ្យបានឡើងគីឡូល្អនេះគឺដោយសារតែក្មេងនៅអំឡុងពេល1ខែកន្លះ2ខែកន្លះ3ខែកន្លះគឺគាត់ត្រូវការចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់យើងគឺចាក់ក្នុងអំឡុងពេល1ខែកន្លះ2ខែកន្លះ3ខែកន្លះហ្នឹងឯងបើសិនជាគីឡូកូនយើងអត់គ្រប់ឬក៏មានបញ្ហាខ្សោយសុខភាពណាមួយក៏គ្រូពេទ្យក៏អត់ចាក់ឲ្យដែរអញ្ចឹងមិនថាតើតើនឹងការក្តៅខ្លួនទេបើសិនជាក្តៅខ្លួនខ្លាំងក៏គ្រូពេទ្យក៏អត់ចាក់ឲ្យមានបញ្ហាសុខភាពជំងឺរ៉ាំរ៉ៃមួយចំនួនក៏គ្រូពេទ្យមិនចាក់ឲ្យហើយស្ទើរគីឡូខ្លាំងក៏គ្រូពេទ្យមិនអាចចាក់ឲ្យបានដែរអញ្ចឹងយើងគ្រាន់ខ្លាយទៅតាមនឹងទៅបើសិនជាកូនយើងមិនស្ថិតនៅក្នុងលក្ខខណ្ឌដែលអាក្រក់ទាំង3ទេមានន័យថាអាយុកូនតើតើនឹងទម្ងន់កូនហើយនឹងសុខភាពកូនដែលធម្មតាគឺយើងមិនចាំបាច់ដាក់ឲ្យគាត់មុំយឹកញាប់ពេកទេពេលយប់តែបើសិនជាកូនយើងសុខភាពខ្សោយគីឡូស្ទើរគឺយើងត្រូវតែដាក់ឲ្យគាត់មុំពេលយប់ជាចាំបាច់តើតើទៅនឹងទម្ងន់ស្តង់ដារបស់កូនតូចខ្ញុំធ្លាប់និយាយច្រើនដងដែរនៅក្នុងតារាងគឺយើងអាចចូលទៅមើលបាននៅក្នុងវីដេអូចាស់ៗអូទៅខាងក្រោមបន្តិចគឺយើងនឹងឃើញខ្ញុំធ្លាប់ណែនាំតើតើនឹងទម្ងន់ស្តង់ដារបស់ក្មេងតែក្មេងប្រុសនិងក្មេងស្រីក្រៅពីនេះគឺតើតើនឹងបរិមាណទាំងទឹកដោះម្ដាយហើយនិងទឹកដោះកូនដែលយើងអាចឲ្យកូនមុំបានអញ្ចឹងបរិមាណដែលត្រឹមត្រូវហើយមុំឲ្យកូនឡើងគីឡូល្អខ្ញុំធ្លាប់បាននិយាយដែរនៅក្នុងវីដេអូចាស់ៗតើតើនឹងចំនួនម៉ោងនៃការគេងរបស់ក្មេងក៏ធ្លាប់បាននិយាយដែរអញ្ចឹងនៅក្នុងវីដេអូចាស់ៗគឺមាននិយាយពីបញ្ហានេះទាំងអស់អញ្ចឹងសម្រាប់ម៉ាក់ឬក៏ប៉ាថ្មីថ្មោងដែលទើបតែមានកូនដំបូងដែលស្គាល់សូវយល់ដឹងតើតើនឹងសុខភាពរបស់កូនគឺអាចចូលមើលបាននៅក្នុងវីដេអូចាស់ៗរបស់ខ្ញុំអញ្ចឹងអរគុណច្រើនសម្រាប់សំណួររបស់ម៉ាក់ខាងលើនេះជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត